ទេបើគេចាំបានអនុញ្ញាតឲ្យពួកគេទៅឲ្យធ្វើឲ្យខ្លួនឯងស្ម័គ្រលុយនឹងមិនត្រូវបានចំណាយលើអ្នកទេត្រូវហើយអ្នកឆ្លាតណាស់ប្រពន្ធដរាបណាអ្នកដឹងល្អចាប់ពីពេលនេះទៅអ្នកគូននៃសាខារបស់ខ្ញុំប្រសិនបើនាងក៏ដូចគ្នាដែរក្រុមគ្រួសារព្យាយាមធ្វើបាបអ្នកម្ដងទៀតរបស់អ្នកគូមិនព្រមទេបន្ទាប់មកយើងនឹងរំខានអ្នកមើលថែអនាគតផងពូជាការពិតណាស់យើងទាំងអស់គ្នាជាក្រុមគ្រួសារតែមួយឥឡូវនេះពូមិនហើយតែឪពុកខ្ញុំមិនត្រូវបានរស់នៅអស់រយៈពេលយូរមកហើយពេលខ្ញុំកំពុងសម្អាតថ្ងៃនេះមានមនុស្សច្រើនណាស់ពូសឹកល្អិតកណ្ដោនិងស្រមោលឥឡូវនេះក្រៅពីកន្ទុយទាំង30នោះខ្ញុំក៏មានប្រាក់ពីផ្ទៃត្បូងដែលផ្ដល់ដោយមនុស្សថ្លៃថ្នូរខ្ញុំចង់រស់រើវាចោលផ្ទះហើយសាងសង់វាឡើងវិញល្អនេះទោះបីជាផ្ទះនេះមិនត្រូវការជួសជុលខ្លះក៏ដោយបើមិនដូច្នោះទេវាមានគ្រោះថ្នាក់សម្រាប់អ្នកក្នុងការរស់នៅក្នុងអ្នកគ្រាន់តែផ្ដល់លុយនោះហើយខ្ញុំនឹងឲ្យសមាជិកត្រកូលសាងសង់វាសម្រាប់អ្នកឈើនឹងអ្វីផ្សេងទៀតចុះខ្ញុំវិញមានអ្វីខ្លះបងអូនជីដូនមួយ